ពីក្រាស់តូចមួយទៅកាន់ក្រុមហ៊ុនមានតម្លៃជាង4 trillion ដុល្លារក្នុងឆ្នាំ2026 តើបងប្អូនជឿទេថាក្មេងម្នាក់ដែលត្រូវបានឲ្យទៅគេចិញ្ចឹមត្រូវបានបណ្តេញចេញពីក្រុមហ៊ុនរបស់ខ្លួនឯងនិងជួបជំងឺមហារីកអាចធ្វើបានបែបនេះរឿងពិតនេះគឺជារឿងរបស់ Steve Jobs និង Apple Steve Jobs កើតនៅថ្ងៃទី24 ខែកុម្ភៈឆ្នាំ1955នៅទីក្រុង San Francisco រដ្ឋ California ប៉ុន្តែជីវិតរបស់គាត់ចាប់ផ្ដើមដោយភាពសោកសៅបន្តិចម្ដាយបង្កើតរបស់គាត់គឺជនជាតិអាមេរិកាំងចំណែកឪពុកបង្កើតមានដើមកំណើតសេរីនាងគឺមានផ្ទៃពោះនៅអាយុ22ឆ្នាំហើយបន្ទាប់មកនាងក៏សម្រេចចិត្តឲ្យកូនទៅគេចិញ្ចឹមវាឈឺចាប់ណាស់មែនទេសាកគិតមើលទៅក្មេងតូចម្នាក់ទើបនឹងកើតបានមួយសប្តាហ៍ត្រូវបែកពីម្ដាយពីឪពុកពិតប្រាកដរបស់ខ្លួនដំបូងមានគូស្វាមីភរិយាមួយគូជាមេធាវីចង់យកគាត់ទៅចិញ្ចឹមតែពួកគេដកថយទៅវិញព្រោះចង់បានកូនស្រីជាជាងកូនប្រុសបន្ទាប់មកភូលជាប់ជាជាងម៉ាស៊ីននិងអតីតទាហានក្នុងសង្គ្រាមលោកលើកទី2និងក្លារ៉ាគឺជាគណនេយ្យករមានដើមកំណើតអាមេនីដែលជាគូស្វាមីភរិយាមួយគូដែលមានបញ្ហាមិនអាចមានកូនបានតាមបែបធម្មជាតិក៏បានយក Steve Jobs មកចិញ្ចឹមដំបូង Johnny ដែលជាម្ដាយបង្កើត Steve Jobs ស្ទាក់ស្ទើរព្រោះ Paul និង Clara មិនមានកម្រិតអប់រំខ្ពស់ដូចដែលនាងចង់បានយ៉ាងណាមិញនៅទីបំផុតនាងក៏យល់ព្រមបន្ទាប់ពីពួកគេសន្យាថានឹងបញ្ជូនកូនប្រុសរូបនេះឲ្យរៀនសូត្រដល់សាកលវិទ្យាល័យ Paul និង Clara ស្រឡាញ់គាត់ដូចជាកូនបង្កើតមិនដែលធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនជាកូនចិញ្ចឹមឡើយគាត់ដឹងថាខ្លួនត្រូវបានគេចិញ្ចឹមតាំងពីតូចតែគាត់និយាយថាពួកគាត់ជាឪពុកម្ដាយពិតរបស់ខ្ញុំគ្រួសារ Steve Jobs រស់នៅក្នុងផ្ទះតូចមួយនៅរដ្ឋ California តំបន់ Silicon Valley Paul គឺជាងម៉ាស៊ីនដ៏ពូកែចូលចិត្តជួសជុលរថយន្តចាស់លក់បានលុយចំណេញនិងធ្វើការលើគ្រឿងអេឡិចត្រូនិកក្នុងការ៉ាសផ្ទះរបស់ខ្លួននៅពេល Steve Jobs នៅក្មេងឪពុករបស់គាត់ដែលជាជាងម៉ាស៊ីនដ៏ចំណានម្នាក់បានរៀបចំតុជាងមួយចំណែកតូចនៅក្នុងការ៉ាសសម្រាប់ Steve Jobs គាត់មិនមែនទុកឲ្យ Steve អង្គុយមើលគាត់ធ្វើការទេក៏ប៉ុន្តែគាត់បានផ្ដល់ឧបករណ៍និងកន្លែងតខ្លួនឲ្យ Steve រៀនកាន់រៀនដោះរៀនដំឡើងរបស់របរផ្សេងៗដោយដៃខ្លួនឯងក្មេង Steve ចូលចិត្តអង្គុយមើលឪពុកធ្វើការជួយដំឡើងគ្រឿងរុះរើឧបករណ៍អេឡិចត្រូនិកនិងរៀនពីភាពជាក់លាក់របស់ឪពុកគាត់បាននិយាយថាឪពុករបស់ខ្លួនសូម្បីតែផ្នែកដែលគេមើលមិនឃើញក៏ធ្វើល្អឥតខ្ចោះដែរនេះហើយជាគ្រាប់ពូជតូចដែលដាំនៅក្នុងចិត្តរបស់គាត់ក្រោយមកក៏បានរីកដុះដាលធំធេងคล้ายជាទស្សនវិជ្ជាគុណភាពខ្ពស់និងការរចនាល្អឥតខ្ចោះរបស់ Apple ទាំងមូលអូយគិតមើលទៅគ្រាន់តែពេលវេលាដែលឪពុកកូនអង្គុយជាមួយគ្នានៅការ៉ាសតូចមួយក៏ដោយយ៉ាងណាក្តីវាក៏បានបង្កើតអ្នកដែលផ្លាស់ប្ដូរពិភពលោកម្នាក់ការតស៊ូតាំងពីក្មេងរបស់ Steve នៅអាយុ12ក្នុងឆ្នាំ1967គាត់ទទួលកិច្ចការសាលាមួយដែលត្រូវការឧបករណ៍អេឡិចត្រូនិកសម្រាប់ធ្វើ frequency counter ដើម្បីវាស់រលកឆក់ក៏ប៉ុន្តែគ្រួសារគាត់មិនសូវមានលុយទិញឧបករណ៍ថ្លៃៗបែបនេះទេសម្រាប់ Steve គាត់មិនអស់សង្ឃឹមគាត់គិតថាបើខ្ញុំចង់បានខ្ញុំត្រូវសុំដោយផ្ទាល់ដៃគាត់ស្វែងរកឈ្មោះក្រុមហ៊ុន Hewlett Packard ដែលហៅកាត់ថា HP ដែលជាក្រុមហ៊ុនធំបំផុតខាងអេឡិចត្រូនិកនៅពេលនោះហើយគាត់រកឃើញលេខទូរស័ព្ទរបស់ Bill Hewlett ដែលជាសហស្ថាបនិកនិងជាមនុស្សដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យនេះគាត់ទូរស័ព្ទទៅ Hewlett ជាច្រើនដងប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទសោះបើជាក្មេងធម្មតាវិញប្រហែលជាបោះបង់ហើយតែ Steve Jobs មិនមែនបែបនេះឡើយគាត់សម្រេចចិត្តធ្វើអ្វីដែលកម្រមាននរណាហ៊ានធ្វើគាត់ស្វែងរកអាសយដ្ឋានការិយាល័យរបស់ HP នៅ Palo Alto ហើយកង់ទៅទីនោះដោយផ្ទាល់ដោយមានភាពក្លាហានដែលគួរឲ្យភ្ញាក់ផ្អើលគាត់មិនបានទៅតែម្ដងទេគាត់ទៅជាច្រើនដងរហូតដល់ថ្ងៃមួយលោក Bill Hewlett ដែលជាមនុស្សដ៏មមាញឹកបានឃើញក្មេងម្នាក់អង្គុយរងចាំដោយភាពអត់ធ្មត់ខ្លាំងលោក Hewlett បានឲ្យជួបគាត់ហើយស្ដាប់ Steve និយាយសម្រាប់លោក Hewlett ពេលនោះគាត់មានអារម្មណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងនឹងក្មេងប្រុសអាយុ12ឆ្នាំដែលហ៊ានធ្វើបែបនេះលោក Hewlett មិនត្រឹមតែឲ្យឧបករណ៍ដែល Steve ត្រូវការសម្រាប់កិច្ចការសាលាប៉ុណ្ណោះទេគាត់ថែមទាំងផ្ដល់ការងារក្រៅម៉ោងឲ្យ Steve នៅក្រុមហ៊ុន HP ផងដែរដោយឲ្យ Steve ជួយដំឡើងឧបករណ៍និងរៀនពីវិស្វករមិនតែប៉ុណ្ណោះគាត់ឲ្យ Steve ចូលរួមវគ្គបណ្ដុះបណ្ដាលផ្លូវការរបស់ក្រុមហ៊ុនដែលជាឱកាសដ៏កម្រនិងធំធេងសម្រាប់ក្មេងអាយុប៉ុណ្នេះវ៉ាវសាកស្រមៃមើលអារម្មណ៍របស់ក្មេងអាយុ12ឆ្នាំដែលធម្មតាគេគ្រាន់តែរៀននៅសាលាប៉ុន្តែអាចបានចូលទៅក្នុងពិភពបច្ចេកវិទ្យាពិតប្រាកដជួបវិស្វករនិងរៀនពីការងារជាក់ស្ដែងវារំភើបខ្លាំងណាស់មែនទេនេះដូចជាគេបើកទ្វារមួយទៅកាន់ពិភពលោកដែលគាត់ស្រមៃក្នុងសុបិននៅ HP នោះហើយគាត់បានជួប Steve Gary Wozniak ដែលជាវិស្វករអេឡិចត្រូនិកដ៏ឆ្នើមមានអាយុច្រើនជាងគាត់5ឆ្នាំ Wozniak ជាមនុស្សពូកែខាងរចនាស៊ីខ្វីនិងមានគំនិតច្នៃប្រឌិតខ្លាំងហើយពួកគេក្លាយជាមិត្តជិតស្និទ្ធភ្លាមៗព្រោះអ្នកទាំងពីរស្រឡាញ់បច្ចេកវិទ្យានិងចូលចិត្តលេងជាមួយគ្រឿងអេឡិចត្រូនិក
ក្រោយមកពួកគេបានធ្វើគម្រោងតូចមួយដែលគួរឲ្យរំភើបនោះគឺ Blue Box ឧបករណ៍តូចមួយដែលអាចបន្លំប្រព័ន្ធទូរស័ព្ទដើម្បីហៅទូរស័ព្ទឆ្ងាយៗបានដោយឥតគិតថ្លៃ Wozniak រចនាវាហើយ Steve Jobs ជួយសាកល្បងនិងរកអតិថិជនលក់ពួកគេលក់ Blue Box បានច្រើនទោះជាខុសច្បាប់ក៏ដោយប៉ុន្តែវាបានបង្រៀនគាត់ពីរឿងសំខាន់ពីរទី1គំនិតល្អអាចក្លាយជាផលិតផលដែលមនុស្សចង់បានទី2 Steve មានទេពកោសល្យក្នុងការលក់និងធ្វើទីផ្សារខណៈឯ Wozniak គឺជាអ្នកបង្កើតមកដល់ត្រង់នេះវាដូចជាដើមឈើតូចមួយដែលចាប់ផ្ដើមដុះស្លឹកហើយក្រោយមកក៏បានក្លាយជាដើមឈើដ៏ធំដែលគ្របដណ្ដប់លើពិភពលោកនេះគឺជាចំណុចដែលគាត់ចាប់ផ្ដើមឃើញថាបើមានភាពក្លាហានការតស៊ូនិងមិត្តល្អគ្មានអ្វីដែលមិនអាចធ្វើបានទេដំណើរធ្លាក់ចុះនឹងការវិលត្រឡប់មកក្រងរាជវិញរបស់ Steve Jobs ជីវិតមិនមែនសុទ្ធតែក្រាលដោយមាសប្រាក់ឡើយបងប្អូនទាំងអស់គ្នាក្នុងឆ្នាំ1985ជាឆ្នាំដែល Steve Jobs ត្រូវឆ្លងកាត់ភាពឈឺចាប់បំផុតក្នុងជីវិតក្រុមប្រឹក្សាពិបាលរបស់ Apple ជាក្រុមហ៊ុនដែលគាត់បានរួមចំណែកបង្កើតនិងដុតដៃដុតជើងរហូតដល់ជោគជ័យបែរជាសម្រេចចិត្តបណ្ដេញគាត់ចេញពីផ្ទះរបស់ខ្លួនឯងទៅវិញវាមិនមែនជាការលាឈប់ធម្មតាឡើយប៉ុន្តែនោះគឺជាការបណ្ដេញចេញទាំងបង្ខំដែលធ្វើឲ្យគាត់មានអារម្មណ៍ថាបេះដូងត្រូវបានគេហែកជាបំណែកក្រោយមកគាត់បានរំលឹកទាំងអារម្មណ៍ក្តុកក្តួលថាវាឈឺចាប់ខ្លាំងណាស់ដូចជាខ្ញុំត្រូវបានបដិសេធដោយអ្វីមួយដែលខ្ញុំស្រឡាញ់បំផុតអញ្ចឹងពេលនោះខ្ញុំមានអារម្មណ៍ថាបានបាត់បង់អ្វីៗគ្រប់យ៉ាងតែខ្ញុំមិនដែលបោះបង់ក្តីសង្ឃឹមរបស់ខ្លួនឯងឡើយគាត់ថែមទាំងបានពោលពាក្យដ៏មានអត្ថន័យមួយទៀតថាការត្រូវគេបណ្ដេញចេញពី Apple គឺជារឿងមួយដែលល្អបំផុតដែលកើតឡើងក្នុងជីវិតព្រោះវាបានដោះលែងគាត់ឲ្យមានសេរីភាពពេញទីដើម្បីចាប់ផ្ដើមអ្វីដែលថ្មីមួយដោយគ្មានដែនកំណត់ Steve Jobs មិនមែនជាមនុស្សដែលអង្គុយអោបទុកយូរឡើយភ្លាមក្នុងឆ្នាំ1985គាត់បានបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Nick Computer ដែលផ្ដោតទៅលើការផលិត Computer លើវិស័យអប់រំនិងការស្រាវជ្រាវប្រព័ន្ធប្រតិបត្តិការ Nick Step របស់ក្រុមហ៊ុននេះហើយដែលបានក្លាយជាគ្រឹះដ៏សំខាន់នៃ Mac OS នៅពេលក្រោយមកទោះបីជា Nick មិនសូវជោគជ័យខ្លាំងខាងផ្នែកលក់យ៉ាងណាក្តីវានេះហើយជាសាលារៀនដែលជួយឲ្យគាត់ចេះគ្រប់គ្រងអាជីវកម្មបានល្អជាងមុនក្នុងពេលជាមួយគ្នាក្នុងឆ្នាំ1986គាត់ក៏បានទិញយកក្រុមហ៊ុន Pizza ពីលោក George Lucas ក្នុងតម្លៃ$5 លានក្រោមការដឹកនាំដ៏ប៉ិនប្រសប់ក្រុមការងារតូចមួយដែលជំនាញខាងគំនូរ Computer បានបង្កើតភាពយន្តគំនូរជីវចលដំបូងគេដែលធ្វើឡើងដោយបច្ចេកវិទ្យា Computer ទាំងស្រុងនោះគឺ Toy Story ក្នុងឆ្នាំ1995ខ្សែភាពយន្តនេះទទួលបានជោគជ័យយ៉ាងសម្បើមដោយរកចំណូលបានជាង$360 លាននិងបានរុញឲ្យ Pixar ក្លាយជាក្រុមហ៊ុនគំនូរជីវចលឈានមុខគេលើពិភពលោកលុះដល់ឆ្នាំ2006គាត់បានលក់ Pixar ទៅឲ្យ Disney ក្នុងតម្លៃដល់ទៅ$7.4 លានដែលធ្វើឲ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេម្នាក់របស់ Disney នេះគឺជាការងើបឡើងវិញដ៏អស្ចារ្យបំផុតបន្ទាប់ពីបរាជ័យដ៏ឈឺចាប់ពីអតីតកាលផ្ទុយទៅវិញក្រោយពេលគ្មានវត្តមានរបស់ Steve Jobs ក្រុមហ៊ុន Apple បានធ្លាក់ដុនដាបយ៉ាងខ្លាំងដោយសារកង្វះទិសដៅច្បាស់លាស់និងការប្រកួតប្រជែងយ៉ាងចាស់ដៃពីក្រុមហ៊ុនយក្សដូចជា Microsoft, IBM និង Dell ជាដើមបានធ្វើឲ្យ Apple ស្ទើរតែឈានដល់ផ្លូវខ្សែធនក្នុងអំឡុងឆ្នាំ1996និង97ដើម្បីស្រោចស្រង់ស្ថានភាពនេះក្រុមប្រឹក្សាពិបាលរបស់ Apple ក៏បានសម្រេចចិត្តទិញយកក្រុមហ៊ុន Nickក្នុងតម្លៃប្រហែល$429 លានក្នុងឆ្នាំ1997ការសម្រេចចិត្តនេះមិនមែនត្រឹមតែដើម្បីទិញយកបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការនាំយកព្រលឹងរបស់ Steve Jobs ឲ្យវិលត្រឡប់មកផ្ទះវិញក្នុងនាមជាទីប្រឹក្សារហូតក្លាយជា CEO ពេញសិទ្ធិជាថ្មីម្ដងទៀតនៅពេលត្រឡប់មកវិញគាត់បានធ្វើការវាសកាត់ក្រុមហ៊ុនជាទ្រង់ទ្រាយធំដោយការសម្រេចចិត្តលុបចោលគម្រោងដែលគ្មានប្រសិទ្ធភាពជាង 70% ដើម្បីផ្ដោតតែលើផលិតផលដែលល្អបំផុតក្នុងឆ្នាំ1998លោកបានបង្ហាញ iMac 3G ដែលមានរូបរាងស្រស់ស្អាតនិងពណ៌ឆើតឆាយដែលជាការចាប់ផ្ដើមនៃយុគសម័យមាសរបស់ Apple បន្ទាប់មកក្នុងឆ្នាំ2001ពិភពលោកបានស្គាល់ iPod ដែលផ្លាស់ប្ដូររបៀបស្ដាប់តន្ត្រីទាំងស្រុងហើយចំណុចកំពូលបំផុតនោះគឺក្នុងឆ្នាំ2007នៅពេលដែលគាត់បង្ហាញ iPhone ជាលើកដំបូងពិភពលោកទាំងមូលពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាលើសពីទូរស័ព្ទវាគឺជា Computer វាគឺជាម៉ាស៊ីនចាក់តន្ត្រីនិងវាគឺជាឧបករណ៍ទំនាក់ទំនងដ៏ឆ្លាតវៃដែលមាននៅក្នុងដៃតែមួយវត្តមានរបស់ iPhone បានផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សជាតិនៅលើពិភពលោកជារៀងរហូតមករឿងរ៉ាវរបស់ Steve Jobs ជាតថភាពពិតនៃជីវិតមួយដែលបង្ហាញយើងឲ្យឃើញថាទោះបីជាធ្លាក់ដល់ចំណុច0យ៉ាងណាក៏ដោយឲ្យតែយើងមានក្តីសុបិនមានជំនឿចិត្តនិងមិនព្រមបោះបង់យើងប្រកាសជាអាចក្រោកឈរឡើងវិញហើយបង្កើតសមិទ្ធផលដែលមនុស្សមិនអាចបំភ្លេចបាន
សមរភូមិចុងក្រោយការប្រយុទ្ធនឹងជំងឺមហារីកនិងមរតកជីវិតរបស់ Steve Jobs ឈានចូលដល់ឆ្នាំ2004ជីវិតលោក Steve Jobs បានប្រែក្លាយទៅជាសមរភូមិដ៏ធំបំផុតដែលគាត់មិនធ្លាប់ជួបប្រទះគាត់ត្រូវបានរកឃើញថាមានជំងឺមហារីកលំពែងប្រភេទកម្រម្យ៉ាងដែលគ្រូពេទ្យបានប្រាប់ថាបើមិនមានការព្យាបាលឲ្យទាន់ពេលទេគាត់អាចនឹងរស់បានត្រឹមតែ6ខែប៉ុណ្ណោះនេះគឺជាពេលវេលាដែលគាត់មានអារម្មណ៍ភ័យខ្លាចនិងឈឺចាប់បំផុតក្នុងជីវិតអ្វីដែលគាត់បានខំកសាងមកទាំងគ្រួសារកូននិងក្រុមហ៊ុនដែលកំពុងតែងើបឡើងវិញហាក់ដូចជាត្រូវរលត់បាត់បង់ទៅវិញក្នុងពេលដ៏ខ្លីការប្រឈមមុខនឹងសេចក្តីស្លាប់នៅចំពោះមុខបានធ្វើឲ្យគាត់ចាប់ផ្ដើមឆ្លុះបញ្ចាំងពីតម្លៃនៃជីវិតទាំងមូលប៉ុន្តែសម្រាប់ Steve Jobs ពាក្យថាបោះបង់មិនស្ថិតក្នុងវចនានុក្រមរបស់គាត់ឡើយគាត់បានសម្រេចចិត្តប្រយុទ្ធជាមួយជំងឺនេះយ៉ាងក្លាហានគាត់បានឆ្លងកាត់ការវះកាត់ដ៏ធំនិងស្មុគស្មាញរួមទាំងការព្យាបាលតាមបែបវិទ្យាសាស្ត្រជាច្រើនទៀតអស់រយៈពេលជាង7ឆ្នាំទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះក្តីគាត់នៅតែបន្តដឹកនាំ Apple យ៉ាងសកម្មរហូតបង្កើតបាននូវសមិទ្ធផលថ្មីជាច្រើនដែលពិភពលោកនឹកស្មានមិនដល់ក្នុងអំឡុងពេលនោះជីវិតរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុងរាល់ព្រឹកគាត់តែងតែឈរមុខកញ្ចក់សម្លឹងមើលខ្លួនឯងរួចសួរសំណួរមួយថាប្រសិនបើថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំតើខ្ញុំនៅតែចង់ធ្វើអ្វីដែលបំរុងនឹងធ្វើនៅថ្ងៃនេះដែរឬទេប្រសិនបើចម្លើយមិនចង់ច្រើនថ្ងៃជាប់គ្នានោះគាត់ដឹងថាគាត់ត្រូវតែផ្លាស់ប្ដូរអ្វីមួយភ្លាមសំណួរដ៏សាមញ្ញនេះបានក្លាយជាមគ្គទេសជួយឲ្យគាត់ផ្ដោតលើអ្វីដែលសំខាន់បំផុតនិងមិនខ្ជះខ្ជាយពេលវេលាលើរឿងឥតប្រយោជន៍ក្នុងឆ្នាំ2005គាត់បានចែករំលែកមេរៀនជីវិតទាំងនេះនៅក្នុងសុន្ទរកថាដ៏ល្បីល្បាញនៅសាកលវិទ្យាល័យ Stanford ដែលបានធ្វើឲ្យមនុស្សរាប់លានអ្នករំភើបញាប់ញ័ររហូតដល់ស្រក់ទឹកភ្នែកគាត់បានលើកឡើងថាការដឹងខ្លួនឯងនឹងត្រូវស្លាប់នៅពេលឆាប់គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតដែលជួយឲ្យគាត់មានភាពក្លាហានក្នុងការសម្រេចចិត្តរឿងធំៗក្នុងជីវិតដោយមិនខ្វល់ពីភាពភ័យខ្លាចឬការរំពឹងទុករបស់អ្នកដទៃឡើយគាត់បានបញ្ចប់សុន្ទរកថានោះដោយឃ្លាថា Stay hungry, stay foolish ដែលមានន័យថាចូលរក្សាភាពស្រេកឃ្លានក្នុងការរៀនសូត្រនិងរក្សាភាពល្ងង់ខ្លៅដើម្បីបន្តស្វែងរកអ្វីដែលថ្មីនេះគឺជាការដាស់តឿនកុំឲ្យយើងឈប់ដើរតាមក្តីស្រមៃរបស់ខ្លួនបើទោះបីជាពិភពលោកថាវាជាជំរើសដ៏ឆ្កួតលីលាក៏ដោយរហូតមកដល់ឆ្នាំ2026នេះ Apple បានក្លាយជាមហាក្រុមហ៊ុនដែលមានតម្លៃទីផ្សាររហូតដល់ទៅជាង4 trillion ដុល្លារដែលជាក្រុមហ៊ុនធំជាងគេបំផុតទី2លើពិភពលោកជាមួយនឹងចំណូលប្រចាំឆ្នាំដែលកើនឡើងឥតឈប់ឈរនិងហាង Apple រាប់រយកន្លែងជុំវិញពិភពលោកវាបានសបញ្ជាក់ថាបើទោះបីជា Steve Jobs បានលាចាកលោកក្នុងឆ្នាំ2011ក៏ពិតមែនប៉ុន្តែមរតករបស់គាត់នៅតែរស់រានមានជីវិតរហូតមកដល់សប្តាហ៍ថ្ងៃគាត់បានបន្សល់ទុកនូវគោលការណ៍ស្នូល3យ៉ាងគឺការគិតឲ្យខុសគេ think different ការយល់ចិត្តអតិថិជននិងការផ្ដោតលើអ្វីដែលខ្លួនធ្វើឲ្យបានខ្លាំងក្លាបំផុតរឿងរ៉ាវរបស់ Steve Jobs មិនមែនគ្រាន់តែជារឿងរ៉ាវក្រុមហ៊ុនបច្ចេកវិទ្យាមួយប៉ុណ្ណោះទេប៉ុន្តែនេះគឺជាសក្ខីភាពនៃកម្លាំងចិត្តរបស់មនុស្សម្នាក់ឆ្លងកាត់ការបដិសេធការឈឺចាប់និងជំងឺមហារីកតែគាត់នៅតែមិនព្រមចុះចាញ់រហូតដល់ដង្ហើមចុងក្រោយ